បាទជំរាបសួរខ្ញុំបាទឈ្មោះកឹមគួយលីដែលជាអតីតគរុនិស្សិតចំនួនទី1ដែលបានរៀននៅថ្នាក់បញ្ញាបត្រជាន់ខ្ពស់អប់រំផ្នែកប្រឹក្សាគរុកោសល្យនៅមជ្ឈមណ្ឌលសាស្ត្រគរុកោសល្យចំនួនថ្មីហៅកាត់ថា NGPOC នៅដែលមានទីតាំងស្ថិតនៅក្នុងវិទ្យាស្ថានជាតិអប់រំ NIE បាទនៅក្នុងវីដេអូនេះដែរខ្ញុំបានសូមចែករំលែកនៅបទពិសោធន៍ខ្លះៗដែលខ្ញុំបានឆ្លងកាត់នៅការសិក្សាថ្នាក់បញ្ញាបត្រជាន់ខ្ពស់នៅ NGPOC នេះបាទអញ្ចឹងជាបឋមខ្ញុំសូមចែករំលែកបទពិសោធន៍ដែលខ្ញុំបានសិក្សានៅមជ្ឈមណ្ឌលសាស្ត្រគរុកោសល្យចំនួនថ្មីបាទដែលខ្ញុំបានបែងចែកជា3មួយគឺថាតាមមុនពេលរៀនអំឡុងពេលរៀននិងក្រោយពេលរៀនអញ្ចឹងបទពិសោធន៍ទី1ដំណាក់កាលទី1ដែលខ្ញុំបានជាប់នៅទីនោះគឺដំបូងខ្ញុំទៅរៀបចំឯកសារពាក់ព័ន្ធបាទដើម្បីដាក់ពាក្យប្រឡងទៅឆាប់ដូរសាស្ត្រគរុកោសល្យចំនួនថ្មីបាទអញ្ចឹងនីតិវិធីនៃការប្រឡងត្រូវបានបែងចែកជា2ទី1យើងត្រូវឆ្លងកាត់វិញ្ញាសាប្រឡងនិងទី2យើងត្រូវការឆ្លងកាត់វិញ្ញាសាសម្ភារអញ្ចឹងចំពោះវិញ្ញាសាប្រឡងត្រូវបានបែងចែកជា2ប្រឡងគឺទី1យើងប្រឡងអំពីចិត្តគរុកោសល្យដែលមានរយៈពេល1ម៉ោងបាទបន្ទាប់ពីយើងប្រឡងចប់មុខជាចិត្តគរុកោសល្យហើយយើងប្រឡងមួយទៀតគឺវិញ្ញាសាភាសាអង់គ្លេសដែលវិញ្ញាសាភាសាអង់គ្លេសហ្នឹងគឺបែងចែកជា2ដែរគឺទី1គឺជាវិញ្ញាសាបែបពហុជ្រើសរើសដែលទំនងបិទបាទហើយនឹងមួយទៀតគឺវិញ្ញាសាបែបសរសេរបាទអញ្ចឹងមានទាំងទំនងបិទមានទាំងសរសេរនៅមុខវិជ្ជាភាសាអង់គ្លេសដែលមានរយៈពេល1ម៉ោងកន្លះបាទអញ្ចឹងបន្ទាប់ពីយើងប្រឡងចប់នៅវិញ្ញាសាចិត្តគរុកោសល្យនិងអង់គ្លេសហើយគឺយើងរងចាំនៅការជាប់ short list បន្តមកទៀតបើសិនបើយើងឆ្លងផុតពីដំណាក់កាលនេះទៅយើងនឹងមានការមួយដំណាក់កាលទៀតគឺគេហៅថាសម្ភារបាទសម្ភារអញ្ចឹងការសម្ភារហ្នឹងក៏បែងចែកជា2ដែរទី1គឺសម្ភារទូទៅដែលមានរយៈពេលប្រហែល20នាទីបន្តមកទៀតយើងមានការបង្រៀនសាកល្បង teaching demo ដើម្បីឲ្យគណៈកម្មការគាត់មើលនិងមានឡៃពីការរៀនរបស់យើងបាទអញ្ចឹងពេលដែលយើងឆ្លងកាត់ទាំង2វគ្គនេះហើយគឺយើងរងចាំមើលលទ្ធផលបាទអញ្ចឹងបើសិនបើលទ្ធផលចេញមកយើងជាប់ជាស្ថាពរយើងនឹងមានឱកាសរៀននៅមជ្ឈមណ្ឌលសាស្ត្រគរុកោសល្យចំនួនថ្មីបាទអញ្ចឹងជិនមកដល់ដំណាក់កាលទី2ដែលហៅថាអំឡុងពេលសិក្សាអញ្ចឹងអំឡុងពេលសិក្សានេះគឺលោកគ្រូអ្នកគ្រូដែលជាប់ជាស្ថាប័ននៅទីនេះនឹងឆ្លងកាត់នៅមុខវិជ្ជា4ធំហៅថា 4 streams អញ្ចឹង4ធំនោះទី1គឺមុខវិជ្ជាសិលធម៌វិជ្ជាជីវៈនិងប្រឹក្សាគរុកោសល្យអញ្ចឹងមុខវិជ្ជានេះគឺជាមុខវិជ្ជាដែលចាំបាច់ខ្លាំងដែលលោកគ្រូអ្នកគ្រូទាំងអស់ត្រូវចេះក្នុងគោលបំណងដើម្បីក្លាយខ្លួនជាគ្រូប្រឹក្សាគរុកោសល្យមួយពោពេញដោយសមត្ថភាពនិងគុណភាពដែលអាចជួយទៅដល់អ្នកដែលទទួលសេវាប្រឹក្សាពីយើងអញ្ចឹងវគ្គនេះគឺបណ្ដុះយើងឲ្យយល់ច្បាស់ពីអ្វីទៅជាក្រមសីលធម៌គ្រូបរិញ្ញានិងការកសាងនៅទំនុកចិត្តធ្វើការជាមួយគ្នាដោយមានទំនុកចិត្តមានការទទួលខុសត្រូវនិងផ្លាស់ប្ដូរបទពិសោធន៍ធ្វើយ៉ាងណាជួយទៅដល់អ្នកដែលត្រូវការសេវាប្រឹក្សាពីយើងហ្នឹងគាត់មានឱកាសអភិវឌ្ឍសមត្ថភាពបាទហើយមុខវិជ្ជានេះដែរគឺជួយយើងក្នុងការយល់ពីបញ្ហាដែលកើតឡើងប្រទះចំពោះគ្រូដែលគាត់បរៀនជាក់ស្ដែងបាទបញ្ហាដែលគាត់ជួបប្រទះហើយគាត់មិនអាចដោះស្រាយបានគឺយើងដែលជាគ្រូភាសាហ្នឹងគឺព្យាយាមរកនៅដំណោះស្រាយចែករំលែកទៅកាន់ពួកគាត់ធ្វើយ៉ាងណាយើងជួយគាត់ឲ្យ
អាចដោះស្រាយនៅបញ្ហានោះបាននៅក្នុងការរៀនរបស់គាត់អញ្ចឹងនេះគឺជាមុខវិជ្ជាដែលសំខាន់ដែលជួយបណ្ដុះនៅលោកគ្រូអ្នកគ្រូដែលជាគ្រូប្រឹក្សាហ្នឹងគាត់យល់ស៊ីជម្រៅទៅនឹងបញ្ហាគ្រូបញ្ហាសិស្សនិងរបៀបដោះស្រាយដោយសន្តិវិធីនិងប្រកបដោយប្រសិទ្ធភាពបាទនិងមុខវិជ្ជាទី2ដែលជាមុខវិជ្ជាស្រាវជ្រាវអប់រំជាភាសាអង់គ្លេសបាទ Educational Research in English ក៏ជាមុខវិជ្ជាសំខាន់មួយដែរសម្រាប់គ្រូលោកគ្រូអ្នកគ្រូទៅធ្វើការស្រាវជ្រាវបន្ថែមអំពីការវិវត្តនៃការអប់រំអំពីទីសាស្ត្រផ្សេងអំពីបបកំភើយថ្មីដែលគេរកឃើញគឺជាទុនសម្រាប់លោកគ្រូអ្នកគ្រូទៅស្រាវជ្រាវបាទប្រមូលព័ត៌មានទាំងទៅក្នុងស្រុកទាំងក្រៅស្រុកបាទអញ្ចឹងវាជួយឲ្យយើងនឹងរីកចម្រើនក្នុងការអានសៀវភៅក្នុងការប្រមូលព័ត៌មានដើម្បីយើងមានចំណេះដឹងទូលំទូលាយទៅងាយស្រួលក្នុងការជួយដល់លោកគ្រូអ្នកគ្រូដែលត្រូវការសេវាពីយើងបាទនឹងចំណុចប្រធានមុខវិជ្ជាទី2ចំពោះមុខវិជ្ជាទី3គឺជាមុខវិជ្ជា ICT in Education ជាមុខវិជ្ជាបច្ចេកវិទ្យាគណនេយ្យគមន៍និងព័ត៌មានវិទ្យាក្នុងការអប់រំនេះពិតជាមានសារៈសំខាន់ពីព្រោះតែបច្ចុប្បន្នគឺបច្ចេកវិទ្យាវាឈានមុខបាននៅក្នុងគ្រប់វិស័យទាំងអស់ហើយនៅក្នុងវិស័យអប់រំផងដែរគឺលោកគ្រូអ្នកគ្រូអាចប្រើប្រាស់បច្ចេកវិទ្យាក្នុងការជំនួយដល់ការបង្រៀនរបស់លោកគ្រូអ្នកគ្រូបានយ៉ាងងាយស្រួលបាទយើងមានកម្មវិធីជាច្រើនអញ្ចឹងពេលយើងរៀននៅក្នុង course នេះនៅក្នុងវគ្គនេះគឺលោកគ្រូអ្នកគ្រូនឹងយល់ដឹងកាន់តែស៊ីជម្រៅអំពីអត្ថប្រយោជន៍នៃបច្ចេកវិទ្យាដែលជួយបំរើឲ្យការបង្រៀនរបស់លោកគ្រូអ្នកគ្រូលឿនឲ្យមានភាពទាក់ទាញនិងស្របពេលនៅក្នុងការបង្រៀននៅសតវត្សទី21នេះផងដែរបាទហើយវាជួយសំចៃពេលវេលាលក្ខណៈបាទអញ្ចឹងមុខជា ICT in Education នេះពិតជាមានសារៈសំខាន់បាទតែមុខជាទាំង4នេះគឺមានសារៈសំខាន់ផ្សេងគ្នាតែក្នុងនាមយើងជាអ្នកអប់រំជាគ្រូបង្រៀនមិនអាចអត់បានបាទហើយចុងក្រោយទៀតគឺមុខវិជ្ជាទី4គឺវិធីសាស្ត្របរិញ្ញាលោកគ្រូអ្នកគ្រូដឹងហើយថាមុខវិជ្ជាវិធីសាស្ត្របរិញ្ញាគឺគ្រូទាំងអស់ត្រូវតែមានគ្រូមួយណាដែលអត់មានវិធីសាស្ត្រទេពីព្រោះតែវិធីសាស្ត្រនេះគឺជាគេហៅថាជាសិល្បៈបាទក៏ជាល្បិចដែលអាចដឹកនាំសកម្មភាពបរិញ្ញាឲ្យមានភាពតាក់ទាញឲ្យសម្រេចដល់គោលដៅគោលបំណងនៃមេរៀនរបស់យើងអញ្ចឹងបើគ្រូបរិញ្ញាអត់មានវិធីសាស្ត្រគាត់អត់ចេះបត់បែនធ្វើឲ្យថ្នាក់រៀនរបស់យើងគឺអត់សូវមានភាពសកម្មបាទអញ្ចឹងវិធីសាស្ត្របរិញ្ញាមានច្រើនដែលយើងរៀននៅវគ្គនេះនឹងឆ្លងកាត់ឲ្យសិតតែមានវិជ្ជាល្អបាទដែលស្របទៅនឹងបរិវត្តគេហៅថាសម័យកាលសតវត្សទី21ដូចជាវិធីសាស្ត្របែបរិះរកវិធីសាស្ត្របែបប្រស័យបញ្ហាវិធីសាស្ត្របែបស្ថាបនានិយមបាទផ្សេងអញ្ចឹងមានច្រើនទៀតដែលលោកគ្រូអ្នកគ្រូនឹងលំអិតនៅក្នុងមុខវិជ្ជាមួយនេះបាទអញ្ចឹងសរុបមកវិញមុខវិជ្ជាទាំង4ដែលរៀននៅក្នុងវិជ្ជាមណ្ឌលសាស្ត្រជីវវិទ្យាផ្នែកប្រឹក្សាគរុកោសល្យនេះពិតជាមានសារៈប្រយោជន៍ខ្លាំងក្នុងនាមយើងជាគ្រូបង្រៀនក្នុងនាមលោកគ្រូអ្នកគ្រូដែលចង់ក្លាយទៅជាគ្រូប្រឹក្សាម្នាក់ដែលមានសមត្ថភាពអាចជួយទៅដល់គ្រូផ្សេងទៀតបានគឺវគ្គនេះពិតជាមានសារៈសំខាន់មែនទែនបាទបន្ទាប់ពីខ្ញុំបានរៀនចប់នៅក្នុងមជ្ឈមណ្ឌលប្រឹក្សាគរុកោសល្យចំនួនថ្មីនេះហើយរឿងមួយដែលអស្ចារ្យមួយទៀតគឺខ្ញុំមានឱកាសបានជាប់ទៅធ្វើការនៅសាលារៀនចំនួនថ្មីវិទ្យាស្លាយសុស៊ីសវត្តបាទវិញដោយគណៈគ្រប់គ្រងគាត់មើលឃើញពីការរីកចម្រើនរបស់យើងជាងគាត់បានទទួលយើងយកទៅធ្វើការ
នៅក្នុងនៅសាលារៀនចំនួនថ្មីវិទ្យាល័យស៊ីវត្តក្នុងតួនាទីថ្មីមួយទៀតបាទអញ្ចឹងពីមុនខ្ញុំធ្វើការនៅសាលារៀនចំនួនថ្មីវិទ្យាល័យស៊ីវត្តក្នុងតួនាទីជាគ្រូបង្រៀនចឹងត្រឡប់មកសិក្សានៅមជ្ឈមណ្ឌលសាស្ត្រចំនួនថ្មីមួយឆ្នាំចប់ខ្ញុំត្រឡប់ទៅវិញក្នុងតួនាទីថ្មីមួយទៀតគឺជាគ្រូប្រឹក្សាគណៈឧបសលតែក្នុងនោះខ្ញុំមានគ្រូផ្នែកមានគ្រូមុខវិជ្ជាភាសាអង់គ្លេសភាសាខ្មែរសេដ្ឋកិច្ចដែលខ្ញុំដែលទទួលសេវាប្រឹក្សាពីខ្ញុំពិតជាមានមោទនភាពនិងរីករាយក្នុងការចែករំលែកបទពិសោធន៍ល្អៗពីការបានរៀនសូត្រពីនៅក្នុងឆ្នាំដុលទៅចែករំលែកទៅកាន់គ្រូពួកខ្ញុំហើយខ្ញុំគេឃើញថាពួកគាត់ពិតជាមានការចាប់អារម្មណ៍និងរីករាយទទួលយកបទពិសោធន៍ដែលយើងបានចែករំលែកទៅកាន់ពួកគាត់បាទហើយបន្ទាប់ពីខ្ញុំធ្វើការជាគ្រូប្រឹក្សាអស់រយៈពេល2ឆ្នាំខ្ញុំក៏បានគណៈគ្រប់គ្រងសាលារៀនចំនួនថ្មីវិទ្យាល័យស៊ីសវត្តមើលឃើញពីការរីកចម្រើនរបស់យើងគាត់ក៏បានដំឡើងខ្ញុំទៅជាជំនួយការគណៈនាយកហើយបច្ចុប្បន្ននេះខ្ញុំបានបំធ្វើការនៅសាលារៀនចំនួនថ្មីទីតាំងប្រជុំគន្ធក្នុងតួនាទីជាអនុប្រធានកម្មវិធីសិក្សាបាទអញ្ចឹងទាំងអស់នេះខ្ញុំមានឱកាសវិវត្តខ្លួនពីមួយទៅមួយគឺដោយសារតែការខិតខំប្រឹងប្រែងក៏ដូចជាការផ្ដល់ឱកាសពីគណៈគ្រប់គ្រងហើយក៏ជាទុនដែលខ្ញុំបានឆ្លងកាត់នៅវគ្គបណ្ដុះបណ្ដាលនៅមជ្ឈមណ្ឌលសាស្ត្រជីវវិទ្យាចំនួនថ្មីផងដែរអញ្ចឹងជាចុងក្រោយនេះខ្ញុំសូមថ្លែងអំណរគុណទៅកាន់គណៈគ្រប់គ្រងសាលារៀនចំនួនថ្មីវិទ្យាល័យស៊ីវត្តនិងគណៈនាយកគណៈគ្រប់គ្រងជានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគូសាស្ត្រមជ្ឈមណ្ឌលសាស្ត្រជីវវិទ្យាចំនួនថ្មីដល់ឱកាសខ្ញុំបានរៀនសូត្រទាំងបានរៀនសូត្របាទតើតើនឹងការបាទខ្ញុំសូមថ្លែងអំណរគុណដល់សាលារៀនចំនួនថ្មីវិទ្យាល័យស៊ីសវត្តក៏ដូចជាមជ្ឈមណ្ឌលសាស្ត្រជីវវិទ្យាចំនួនថ្មីដែលបានផ្ដល់ឱកាសឲ្យខ្ញុំបានរៀនសូត្រដល់បទពិសោធន៍ពីទីនោះធ្វើឲ្យខ្ញុំមានឱកាសមកដល់បច្ចុប្បន្ននេះអញ្ចឹងខ្ញុំសូមជូនពរទៅដល់លោកអ្នកទាំងអស់ឲ្យមានសេចក្តីសុខមេត្តានិងជោគជ័យក្នុងអាជីពការងារបាទទីចុងក្រោយសូមអរគុណនិងសូមជម្រាបលា